ចាថ្ងៃអាទិត្យរបស់ពួកខ្ញុំហើយថ្ងៃអាទិត្យរបស់បងប្អូនតើនៅទីណាដែរចាហើយពេលទៅនេះគឺខ្ញុំចូលចិត្តទៅលេងវាលស្រែហើយចាប់កដោធ្វើអីហូបជុំគ្នានៅវាលស្រែហ្នឹងតែម្ដងបងប្អូនហើយគម្រោងការរបស់យើងគឺមានច្រើនណាស់បងប្អូនទី1គឺរអោទី2គឺចាប់កដោហើយនឹងទី3គឺចាក់អង្ក្រងណាបងប្អូនប៉ុន្តែតែមកមែនទេដំបងគឺយើងរកកដោសិនដោយសារតែយើងឃ្លានចាបន្ទាប់ពីរកកដោបានប្រហែលជា4-10ហើយពួកយើងក៏បានយកវាមកធ្វើម្ហូបនៅក្រោមស្លឹកកន្សែងជាមួយនឹងបឹងឈូកមកបងប្អូនអូអាកាសធាតុមកអេហ្មងជាមួយនឹងសាច់កដោដល់សានឈ្ងុយឆ្ងាញ់បងប្អូនអូយស្រួយខ្ញោកចាហើយមើលទៅក្រហមញែមអញ្ចឹងគួរឲ្យចង់ញ៉ាំដល់គួរឲ្យចង់ញ៉ាំអត់បងប្អូនចានេះហើយជាតិណាបងប្អូនអើយហិលហត់សោផងអីផងដាក់ចេះមកគឺជាពីជាតិម៉ាជាតិឯងបងប្អូនចាជាមួយនឹងត្រី2តំបុតរោនៅក្នុងត្រាស់ជូកហ្នឹងឯងបងប្អូនចាហ្នឹងហើយបន្ទាប់ពីយើងញ៉ាំបាយឆ្អែតអីហើយយើងក៏ត្រូវមើលអង្ក្រងម្ដងចាអង្ក្រងហ្នឹងគឺសុទ្ធតែមេអ៊ូហើយក៏ពងរបស់វាដែរហើយមេរបស់វាក៏សម្បូរដែរចាយើងធ្វើវាមកឆ្ងាញ់គឺយើងត្រូវធ្វើបែបជៀនពងទាឬក៏ស្លប្រហើស្លម្ជូរទំពាំងស្លអីហ្នឹងឆ្ងាញ់ណាស់បងប្អូនអើយជាតិហើយនឹងមួយទៀតគឺឃើញតាមផ្លូវមានផ្លែល្ពែយើងក៏បែបផ្លែល្ពែញ៉ាំនៅប្រទេសទៀតណាបងប្អូន